ជាអរគុណខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាហើយស្រឡាញ់ការងារដែលខ្ញុំធ្វើរាល់ថ្ងៃការងារដែលជួយឲ្យអ្នកទាំងអស់គ្នាអាចមានស្នាមញញឹមមានក្តីសុខផ្លូវចិត្តឡើងវិញការងារមួយនេះខ្ញុំសច្ចានៅក្នុងចិត្តខ្លួនឯងថាខ្ញុំធ្វើវីដេអូរហូតដើម្បីលើកទឹកចិត្តអ្នកទាំងអស់គ្នាជំរុញអ្នកទាំងអស់គ្នាឲ្យដើរមកកាន់ផ្លូវត្រូវខ្ញុំនៅតែដាស់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាភ្ញាក់រលឹកមកដើរនៅផ្លូវត្រូវក្តីសុខសាងបានងាយបំផុតឲ្យតែអ្នកទាំងអស់គ្នាទទួលស្គាល់ដល់រឿងដែលកើតឡើងហើយជ្រើសយកចំណុចដែលសំខាន់យល់ពីហេតុដែលកើតហើយអាចទម្លាក់ចុះនៅរឿងដែលកំពុងកើតទុកវាឲ្យទូជាងខ្លួនឯងក្តីសុខសាងបានងាយណាស់គ្រាន់តែយើងចេះរើសហើយសម្រេចចិត្តរើសយកទុកឬរើសយកសុខដឹងតែខ្លួនឯងបច្ចុប្បន្ននេះបដិញ្ញាចិត្តអ្នកទាំងអស់គ្នាយល់ពីថាបដិញ្ញាពីថាបដិញ្ញាមួយគឺយើងបានជ្រើសរើសហើយចិត្តយើងបានជ្រើសរើសហើយបើយើងជ្រើសយកសុខយើងនឹងសម្លឹងមើលតែអ្វីដែលឲ្យយើងសុខយើងស្ដាប់តែអ្វីដែលឲ្យយើងសុខចិត្តយើងនឹងស្រាលពេលដែលយើងរើសបែបហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាអត់បានរើសពិតប្រាកដទេអ្នកដែលបាននិយាយថាខ្ញុំចង់សុខដែរប៉ុន្តែខ្ញុំមិនអាចសុខមានន័យថាអ្នកទាំងអស់គ្នាមិនបានរើសទេពេលដែលកំពុងតែមិនសុខហ្នឹងអ្នកទាំងអស់គ្នាកំពុងតែរើសយកទុកហើយកាលណាដែលអ្នកទាំងអស់គ្នាបដិញ្ញាចិត្តប្រាប់ខ្លួនឯងថាខ្ញុំជ្រើសយកសុខទោះបីមានតែជួបស្អីក៏ខ្ញុំត្រូវសុខខ្ញុំបដិញ្ញាសុខខ្ញុំជំនះខ្ញុំសុខឲ្យបានខ្ញុំសុខឲ្យមើលអ្នកទាំងអស់គ្នានឹងសុខខ្ញុំឆ្លងកាត់មកហើយជីវិតខ្ញុំឆ្លងមកពីក្រោមសូមដកសូមខ្ញុំធ្លាប់និយាយមករឿយហើយជីវិតតែខ្ញុំខ្ជិលនិយាយតែដឹងតែមកពីដកសូមមកចាទម្រាំតែអាចមកអង្គុយនេះចេញវីដេអូហើយញញឹមឲ្យបងប្អូននិយាយប្រងកម្លាំងចិត្តឲ្យអ្នកទាំងអស់គ្នាណែនាំឲ្យអ្នកទាំងអស់គ្នាដើរទៅកាន់ផ្លូវត្រូវនេះខ្ញុំចំណាយពេលអស់ជិត3ឆ្នាំនៃការនៅជាមួយខ្លួនឯងគេហៅថាក្នុងលូនៃច្បាប់សុទាញអ្នកទាំងអស់គ្នាក៏អាចធ្វើដូចខ្ញុំបានដែរកុំមើលស្រាលខ្លួនឯងថាធ្វើមិនបានខ្ញុំរៀនបានតិចណាស់ភាសាខ្មែរខ្ញុំសឹងតាចេះមិនគ្រប់ផងអានមិនច្បាស់ផងខ្ញុំអាចដើរមកចំណុចនេះកុំយល់ច្រឡំថាតើតែរៀនចប់បរិញ្ញារៀនចប់អនុបណ្ឌិតទើបអ្នកទាំងអស់គ្នាអាចសុខបានទើបអ្នកទាំងអស់គ្នាអាចមានជីវិតថ្មីបានខ្ញុំពីមុនគឺល្ងឹតឆឹងខ្ញុំអត់ដឹងថាខ្លួនឯងត្រូវដើរផ្លូវណាអត់ដឹងថាខ្លួនឯងអាចមកដល់ចំណុចនេះផងអញ្ចឹងមានសង្ឃឹមផ្ដល់សង្ឃឹមឲ្យខ្លួនឯងកុំអស់សង្ឃឹមឲ្យសោះជឿជាក់ថាខ្លួនឯងអាចមានច្រកចេញអាចទៅអាចដោះស្រាយបានវាអត់មានអ្វីដែលធំជាងការសម្រេចចិត្តអ្នកទាំងអស់គ្នាជ្រើសរើសទេពេលដែលចិត្តជ្រើសរើសសុខហើយអ្នកទាំងអស់គ្នាសុខបានពេលដែលសុខបានហើយគូក្បាលនឹងស្រឡះនឹងដឹងថាខ្លួនឯងគួរដើរតាមផ្លូវណាគួរតែរៀនអីបន្ថែមគួរតែធ្វើអីបន្តពេលដែលអ្នកទាំងអស់គ្នានៅអោបទុកហើយអ្នកទាំងអស់គ្នានឹងមើលមិនឃើញផ្លូវដើរទេវានឹងល្ងឹតប៉ុន្តែបើអ្នកទាំងអស់គ្នាសម្រេចចិត្តរើសយកក្តីសុខបានហើយចិត្តអ្នកទាំងអស់គ្នាស្រឡះហើយអ្នកទាំងអស់គ្នានឹងឃើញពន្លឺត្រឹមតែប៉ុន7លំបែកចាក៏អ្នកទាំងអស់គ្នាត្រូវហ៊ានធ្វើដែរហ៊ានដើរទៅដែរដូចខ្ញុំផុសនៅក្នុង page នៅក្នុង TikTok អញ្ចឹងសិស្សរបស់ខ្ញុំដែលគាត់បានរៀនជាមួយខ្ញុំប្រចាំថ្ងៃគឺគាត់មានលទ្ធផលខ្លាំងគាត់យល់ពីការរំងាប់ចិត្តដើម្បីខ្លួនឯងសុខយល់ពីការអនុវត្តដើរទៅមុខឃើញផ្លូវខ្លួនឯងគាត់តែព្រមទម្លាក់ចុះភ្លាមឃើញផ្លូវដើរភ្លាមដឹងតែខ្លួនឯងគួរធ្វើអីដឹងតែខ្លួនឯងគួរជ្រើសរើសអីរឿងនេះសំខាន់បំផុតក្នុងជីវិតអ្នកទាំងអស់គ្នាពេលដែលខ្ញុំនឹកឃើញជីវិតខ្ញុំពីមុនមកដល់ឥឡូវហើយខ្ញុំឃើញអ្នកទាំងអស់គ្នាកើតទុក្ខខ្ញុំពិតជាចង់និយាយទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនចង់ផ្ដល់កម្លាំងចិត្តឲ្យខ្លាំងមែនទែនប៉ុន្តែខ្ញុំមិនអាចនិយាយ private តទល់ជាមួយអ្នកទាំងអស់គ្នាគ្រប់គ្នាទេទើបខ្ញុំបើកក្រុមរៀនប្រចាំថ្ងៃដែលខ្ញុំមាន key អីដែលខ្ញុំនឹកឃើញអីត្រូវដាស់តឿនរំលឹកគឺខ្ញុំនិយាយនៅក្នុងក្រុមបង្ហាញផ្លូវអ្នកទាំងអស់គ្នាជាចង់នឹកឃើញពេលណាខ្ញុំនិយាយពេលហ្នឹងពេលដែលចាក់ក្បាលឲ្យកលឹះមួយណាមកភ្លាមខ្ញុំនិយាយភ្លាមនៅក្នុងក្រុមពេលខ្លះខ្ញុំអត់អាចចេញវីដេអូរហូតរាប់ម៉ោងមកនិយាយកាន់អ្នកទាំងអស់គ្នាបានទេចាខ្ញុំត្រូវការពេលវេលាសម្រាប់អនុវត្តตัวខ្លួនឯងខ្ញុំនៅតែអនុវត្តរាល់ថ្ងៃចុះអ្នកទាំងអស់គ្នាវិញចាអញ្ចឹងខ្ញុំក្រែរំលឹកប៉ុណ្ណឹងហើយក៏ចែកម្លែកអ្នកទាំងអស់គ្នាប៉ុណ្ណឹងចាពីនេះខ្ញុំមានការអរគុណច្រើនបើអ្នកទាំងអស់គ្នាចង់រៀនប្រចាំរបស់ខ្ញុំចាឆាតខ្ញុំបានចា$44រៀន
មករហូតចារៀនមកជីវិតរហូតអ្នកទាំងអស់គ្នាចេះដើរខ្លួនឯងហើយនៅគ្រាន់តែចង់ឲ្យខ្ញុំរំលឹកខ្ញុំក៏សច្ចាថាខ្ញុំដើរទៅជាមួយអ្នកទាំងអស់គ្នាជិះគ្នាជាមួយអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នារៀនអត់សុខទីមិនអបសុខទេពេលដែលអ្នកទាំងអស់គ្នាយល់ពិតប្រាកដហើយអ្នកទាំងអស់គ្នាមិនសុខបានងាយចាជាងពីមុនឆ្ងាយខ្លាំងមែនទែន